នៅខេត្តស្វាយរៀងមានទីតាំងប្រាសាទមួយកន្លែងដែលបងប្អូនភាគច្រើនមិនសូវជាបានស្គាល់ប្រមាណទេប្រាសាទនោះគឺមានឈ្មោះថាប្រាសាទវត្តទួលគឺទីតាំងស្ថិតនៅភូមិព្រះទន្លេសង្កាត់សង្ខរក្រុងស្វាយរៀងនិងខេត្តស្វាយរៀងផងដែរឈ្មោះហៅថាប្រាសាទវត្តទួលឬក៏ចេតិយប្រាសាទវត្តទួលនេះគឺកសាងនៅឆ្នាំ1968បាទដោយអាដាមស្នេហ៍ត្រីក្នុងសម័យលន់នល់ម្នាក់ដែលមានឈ្មោះថាអង្គសវុតសម័យនោះគឺគាត់បានយកជាងដែលសាងសង់ធ្វើឲ្យមានឯករាជ្យយកមកធ្វើចេតិយនេះផងដែរចំណែកឯរូបចម្លាក់ឬក៏រចនាបថផ្សេងគឺស្តៀងទៅនឹងវិមានឯករាជ្យទាំងអស់បាទរហូតដល់សម័យសង្គ្រាមវៀតកុងចូលមកអំឡុងឆ្នាំ1970ហ្នឹងនិយាយទៅជាងសាងសង់ចេតិយឬក៏ប្រាសាទវត្តទួលនេះបានរត់ចោលរប៉ាត់រប៉ាយបាទទុកបន្សល់នៅតែក្បាច់ក្បូរនៅទីនេះទាំងអស់តែម្ដងបងប្អូនព្រោះប្រាសាទនេះធ្វើមិនទាន់ហើយ 100% ទេតាមខ្ញុំស្រាវជ្រាវគឺគម្រោងរបស់គាត់ចង់ចាក់សាបនៅក្នុងខឿននេះហើយនឹងគម្រោងធ្វើផ្លូវចាក់ថ្មគ្រោះបន្តចាប់ពីផ្លូវលេខ13រហូតដល់ចេតិយនេះតែម្ដងប្រាសាទនេះសពថ្ងៃគឺរៀងត្រុតត្រោមបន្តិចដែរដោយសារតែរងគ្រាប់នៅសម័យសង្គ្រាមកន្លែងខ្លះបែកកន្លែងខ្លះប្រហោងអញ្ចឹងណាបងប្អូនប៉ុន្តែក្បាច់ខ្លះគឺនៅស្អាតដូចធម្មតាដូចទឹមធ្វើឲ្យថ្មីអញ្ចឹងហើយនៅថ្ងៃអង្គារទី30ខែសីហាឆ្នាំ2022កន្លងទៅនេះរដ្ឋបាលខេត្តស្វាយរៀងគ្រោងនឹងរៀបចំចេតិយប្រាសាទវត្តទួលនេះជាតំបន់រមណីយដ្ឋានទេសចរបែបវប្បធម៌ផងដែរកាលពីដើមឡើយចាប់ពីសង្គ្រាមហ្នឹងគឺប្រាសាទនេះនៅមានរូបរាងស្អាតមានតោថ្មមានក្បាច់ក្បាលនាគនៅកន្លែងច្រកចូលតែសម័យឥឡូវខ្ញុំអត់ដឹងថាគេគាស់ឬក៏គេយកតាណាគឺខ្ញុំអត់ដឹងដែរកាលពីដើមឡើយកន្លែងប្រាសាទវត្តទួលនេះក៏ស័ក្តិសិទ្ធិផងដែរនិយាយទៅគឺបើតាមចាស់យាយខ្ញុំនិយាយណាគឺបើយើងមានកម្មវិធីការកូនឬក៏បុណ្យអីមួយយើងខ្វះចានខ្វះសាព្រាអីយើងអត់ទេយកទៅដាក់ហ្នឹងទៅព្រលឹមឡើងគឺបានពេញតែម្ដងមកហើយដល់ពេលដែលចប់កម្មវិធីយើងយកទៅសងគាត់វិញគាត់ដាក់ទេទុកហ្នឹងទៅព្រលឹមឡើងគឺបាត់យកតែម្ដងប៉ុន្តែនេះអត់មានឯកសារបញ្ជាក់ជាក់លាក់ថាវារឿងពិតប្រាកដឬក៏យ៉ាងណាទេហ្នឹងតាមខ្ញុំលើចាស់និយាយណាខ្ញុំអ្នកភូមិនៅក្បែរហ្នឹងដែរទេខ្ញុំអត់ដឹងពីប្រវត្តិប្រាសាទហ្នឹងទេកើតមកគឺឃើញប្រាសាទហ្នឹងតែម្ដងទើបតែនឹងស្រាវជ្រាវបានដឹងទេហើយក៏ធ្វើវីដេអូនេះឡើងមក